ពេលនេះអាត្មាស្លាប់បានតែបើទឹកដីប្រទេសប្រាសាទហើយញោមបាត់បង់ញាតិញោមអស់ហ្នឹងហើយឃើញទេអញ្ចឹងបានតែយើងជួយគ្នាណាប៉ុណ្ណាដល់ពេលនេះអាត្មាក៏មិនមែនអីច្រើនទេបានក៏10គីឡូមី24កេស24កំប៉ុងហើយណែ24កំប៉ុងណែកញ្ចប់ហ្នឹងហើយទឹកស៊ីអ៊ីវទឹកត្រីហើយត្រីអីប៉ុណ្ណឹងហ្នឹងហើយមើលមានលុយទិញទួយដែរមកយកមកចែកតិចមកគឺជាអ្នក sponsor ដែលជាមួយព្រះអង្គគ្រូប្រធានគុណដាក់សោបណ្ដោហឹមសវណ្ណហើយខ្ញុំរ៉ាំរ៉ៃប៉ុន្តែវាក់សងខាងចង់ឲ្យទៅសង់នៅលំនៅឋាននឹងទៅផ្ទះណាដែលយើងធ្លាប់ជ្រកកោនទៅគ្រួសារវិញណាបងប្អូនហ្នឹងគឺទឹកចិត្តខ្ញុំចង់ជូនពរចិត្តហើយញាតិញោមហ្នឹងគឺថាបដលកូនហ្នឹងឲ្យបានសិក្សារៀនសូត្រឲ្យបានច្រើន